ជួបជុំគ្នារបស់យើងក៏អាចជាសារមួយផងដែរហើយសារនោះគឺជាអ្វីគឺការជួបជុំគ្នារបស់យើងនៅក្នុងថ្ងៃនេះគឺបញ្ជាក់ថាពេលដែលប្រទេសកម្ពុជាមានការពង្រៀនកំហែងប្រជាជាតិខ្មែរនឹងនៅស្ងៀមនោះទេ